បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាជាមួយយើងខ្ញុំនៅឯដែនដីកម្ពុជាក្រោមដែលធ្វើដំណើរទៅសីមាវត្តស្លែងចាស់នៅឯខេត្តព្រះត្រពាំងនេះគឺជាផ្លូវឆ្ពោះទៅវត្តស្លែងចាស់ដែលបញ្ចុះសីមាវត្តព្រះត្រពាំងនេះជាយាយកម្ពុជាក្រោមនៅរួមចំណើជាមួយខ្ញុំបាទទាំង5នាក់ហើយមកដល់គល់សាឡាងកំពង់ដហើយឥឡូវនេះជាប់សាឡាងក៏មកញ៉ាំបាយដើម្បីស្រស់ស្រូបអាហារពេលព្រឹកនេះបានឡើងសាឡាងហើយសាឡាងឆ្លងទន្លេនេះហៅថាទន្លេមេគង្គក្រោមដែលទន្លេនេះផងដែរវាហូរកាត់ប្រទេស6ដែលមានចិនភូមាឡាវថៃកម្ពុជានិងវៀតណាមហើយហូរចុះទៅសមុទ្រចិនខាងត្បូងហើយវាមានទំហំធំមែនទែនទន្លេនេះការធ្វើដំណើរឆ្លងកាត់ទន្លេនេះទៅខេត្តព្រះត្រពាំងនឹងបាទប្រហែលជា1ម៉ោងទន្លេនេះទៅសូមបងប្អូនទស្សនាទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាទន្លេដែលហូរទៅចុះទៅសមុទ្រចិនខាងត្បូងនៅឯដែនដីកូសាំងស៊ីនដែលយើងតែងហៅថាខ្មែរកម្ពុជាក្រោមឆ្លងពីខេត្តឃ្លាំងគេហៅថាអ្នកកម្ពុជាក្រមហៅថាត្រើយខាងលិចហើយឆ្ពោះទៅសីមានៅខេត្តព្រះត្រពាំងគេហៅថាត្រើយខាងកើតហើយខេត្តព្រះត្រពាំងនេះផងដែរមានប្រវត្តិសាស្ត្រដើមឈើតាមចុងចុះរបស់លោកអង្ញាសើងកុយជាវីរបុរសខ្មែរកម្ពុជាក្រោមទន្លេនេះមើលទៅធំល្វឹងល្វើយមើលទៅដាច់កតុយភ្នែកហើយហូរចូលសមុទ្រឆ្ងល់ថាទឹកទន្លេសាបទឹកសមុទ្រប្រៃហេតុអីហូរចូលគ្នាទៅអត់ប្រែคล้ายទៅជាសាបឬមកជាប្រៃហើយនេះជាដំណើរឆ្លងកាត់ទន្លេឆ្ពោះទៅខេត្តព្រះត្រពាំងសូមបងប្អូនទស្សនាជាមួយខ្ញុំបាទដូចតទៅហើយខ្ញុំបាទនឹងមានវីដេអូចំនួន2ទៀតដែលឆ្ពោះទៅសមាទៅបញ្ចុះខណ្ឌសីមាវត្តស្លែងចាស់សូមបងប្អូនតាមដានជាមួយយើងខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណហើយបើសិនជាមានការលើសលប់ខុសខាតត្រង់កន្លែងណាសូមខន្តីអភ័យទោសដល់យើងខ្ញុំផងសូមអរគុណសូមជម្រាបលាសូមតាមដានវីដេអូក្រោយបន្តទៀតសូមអរគុណជម្រាបលាបាទ